បាទជំរាបសួរប្រិយមិត្តនិងមិត្តទូរទស្សនិកជនបាទជាទីគោរពនិងជាទីរាប់អានបាទសូមស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំបាទដែលមានឈ្មោះថាបាទខ្មែរ History នៅក្នុងនីតិចែករំលែកនៅព័ត៌មានថ្មីៗតាក់ទងទៅនឹងគ្រោះរំជួយដីបាទនៅក្នុងប្រទេសភូមាហើយនិងប្រទេសថៃបាទខ្ញុំបាទក៏សូមចូលរួមបាទរំលែកទុក្ខនិងសោកស្ដាយផងចំពោះគ្រោះធម្មជាតិនេះបាទខ្ញុំសូមអាប់ដេតព័ត៌មានបន្តទៀតបាទប្រមុខរាជរដ្ឋាភិបាលកម្ពុជាបាទដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតបានចូលរួមបច្ច័យចំនួន$10,000ជូនដល់គ្រួសារសពពលករខ្មែរស្លាប់នៅក្នុងគ្រោះរំជួយដីនៅឯប្រទេសថៃបាទតាមប្រភពពីព័ត៌មានក្នុងស្រុកបាទរួមគឺក្នុងប្រទេសកម្ពុជានៅក្នុងរាជធានីភ្នំពេញបាទបានដឹងថាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតបានចូលរួមបច្ច័យ$10,000ជូនក្រុមគ្រួសារសពពលករខ្មែរដែលស្លាប់ក្នុងគ្រោះរំជួយដីនៅក្នុងប្រទេសថៃដើម្បីរៀបចំពិធីបុណ្យសពនិងរំលែកការលំបាកផ្សេងៗក្រៅពីនោះលោកហេងសួររដ្ឋមន្ត្រីក្រសួងកាងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈអភិបាលខេត្តបន្ទាយមានជ័យនិងក្រុមការងារដទៃទៀតបានចូលរួមថវិកាសរុបជាង50លានរៀលបាទស្ថិតនៅក្នុងបរិយាកាសដ៏ក្រៀមក្រំនៅព្រឹកថ្ងៃទី1ខែមេសាឆ្នាំ2025នេះលោកហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈតំណាងដល់ពងពោះសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតរួមជាមួយនឹងរដ្ឋបាលខេត្តបន្ទាយមានជ័យបាននាំសាររំលែកទុក្ខរបស់រដ្ឋាភិបាលជូនចំពោះលោកបាទសៀវិតបាទនិងលោកស្រីផិនរីជាឪពុកម្ដាយនៃសពលោកមាសសាវាងព្រមទាំងក្រុមឧស្សាហ៍ស្ថិតនៅក្នុងភូមិបាឡាំងឃុំតាគង់ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យបាទនៅក្នុងឱកាសនោះដែរលោករដ្ឋមន្ត្រីក៏បាននាំយកបច្ច័យរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតចំនួន$10,000ជូនក្រុមគ្រួសារនៃសពរួមទាំងថវិការបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន20លានរៀលថវិការបស់លោកអភិបាលខេត្តចំនួន2លានរៀលថវិការបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណៈបកប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើតនិងអាគ្នេយ៍ចំនួន15លានរៀលព្រមទាំងថវិការបស់សមាគមភ្នាក់ងារជ្រើសរើសពលករកម្ពុជា ACRA 15លានរៀលផងដែរបាទអញ្ចឹងសរុបគឺបានច្រើនណាបាទសូមបញ្ជាក់ថាលោកមាសសាវាងជាពលករខ្មែរមួយរូបត្រូវបានបញ្ជាក់អត្តសញ្ញាណដែលបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍រលំអគារបណ្ដាលមកពីគ្រោះរំជួយដីនៅក្នុងប្រទេសថៃបាទប្រិយមិត្តនិងមិត្តទូទាំងជនជាទីគោរពនិងជាទីរាប់អានបាទនេះគឺជាព័ត៌មានបាទតកតងទៅនឹងការដល់នៅគេហៅថាថវិកាមួយចំនួនរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាជូនទៅដល់ពលករដែលធ្វើការនៅក្នុងប្រទេសថៃបាទដែលរងនៅការបាត់បង់ជីវិតដោយសារតែរំជួយដីនៅប្រទេសថៃហើយរលំអគារសង្កត់បាទឥឡូវនេះគឺបានដឹកមកដល់ផ្ទះវិញហើយគឺនៅចិត្តព្រំដែនហ្នឹងទេគឺខេត្តបន្ទាយមានជ័យបាទគឺនៅតំបន់ម៉ាឡៃនឹងឯងបាទម៉ាឡៃគឺច្រកព្រំប្រទល់ជាប់គ្នាទេបាទនេះគឺសូមជម្រាបជូនតែប៉ុណ្្នឹងហើយខ្ញុំធ្វើការអាប់ដេតនៅព័ត៌មានបន្តទៀតជូនទៅដល់ពុកម៉ែបងប្អូនហើយនេះគឺជាព័ត៌មានមួយនៅឯប្រទេសថៃដោយសារតែនៅប្រទេសថៃគឺមានបងប្អូនប្រជាជនខ្មែរយើងទៅធ្វើជាកម្មករឬក៏ពលករនៅក្នុងប្រទេសថៃច្រើនបាទចំណែកឯមីយ៉ាន់ម៉ាគឺមិនមានទេណាបាទដូចជាមានក៏តិចតួចដែរប៉ុន្តែមិនមានទេសូម្បីតែប្រទេសមីយ៉ាន់ម៉ាហ្នឹងគឺភាគច្រើនក៏មកធ្វើជាពលករនៅក្នុងប្រទេសថៃដែរបើដោយសារតែប្រជាជនមីយ៉ាន់ម៉ាគឺបើយើងនិយាយទៅមានជីវភាពខ្វះខាតដូចជាប្រទេសកម្ពុជាដែរបាទយើងរួមទៅគឺច្រើនជាងផងហើយបើយើងនិយាយទៅរាល់ថ្ងៃនេះគឺនៅតែសង្គ្រាមរ៉ាំរ៉ាយទៅឡើយទេគឺមិនទាន់បានបញ្ចប់ទេណាបាទអញ្ចឹងហើយក៏មាន
ពលករខាងមានម៉ានក៏មកធ្វើការជាមួយនឹងប្រជាជនខ្មែរយើងជាពលករកម្មករសំណង់បាននេសាទនិងរោងចក្រផ្សេងទៀតលក្ខណៈបាទជាចុងក្រោយសូមគ្រប់ជូនពរដល់ប្រិយមិត្តនិងមិត្តទស្សនិកជនជួបតែសំណាងល្អមានសុខភាពល្អនិងរកទទួលទានបានបាទហើយនឹងកុំភ្លេចបាទសូមឲ្យមានសុវត្ថិភាពនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលជាប្រពៃណីជាតិនៅខាងមុខនេះគឺជិតដល់ហើយយើងនៅតែកន្លះខែទៀតទេមិនដល់កន្លះខែផងព្រោះយើង14អញ្ចឹងយើងនៅសល់តែ13ថ្ងៃទៀតទេបាទព្រោះថ្ងៃនេះទី1ហើយបាទអញ្ចឹងសូមឲ្យមានសំណាងល្អគ្រប់គ្នាបាទហើយមានការប្រុងប្រយ័ត្នផងដែរបាទពីព្រោះថាឥឡូវនេះវានៅក្នុងដំណាក់កាលតាមដានបាទយើងកុំធ្វើប្រហែសបាទបីបាត់តែប្រទេសកម្ពុជាយើងមិនងាយរងទទួលផលប៉ះពាល់ដែរក៏ប៉ុន្តែវាអាចនឹងមានអាចនឹងអត់ដូច្នេះមានការប្រុងប្រយ័ត្នទេជាពិសេសបងប្អូនដែលនៅលើអគារពុះបាទជាពិសេសគឺតំបន់ទេសចរមួយចំនួនដូចជាក្រុងសីហនុបាទកំពតឬក៏ភ្នំពេញជាដើមបាទជូនប៉ុណ្ណឹងចាស់បាទសូមមានការប្រុងប្រយ័ត្ន